បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំលើកយកពី content មួយដែលយើងនិយាយពីការថែសាកូនមន់បាទនៅក្នុងករណីនេះគឺយើងទៅមានទ្រុងបាទកូនមន់ដែលញាស់ឲ្យពីសពគឺយើងមានទ្រុងមួយទ្រុងឲ្យទូលំទូលាយទៅបើវាបានដើរលេងយើងអាចធ្វើទំហំទ្រុងទាំង8ដោយបើវា1ម៉ែត្រកន្លះទៅបាទដើម្បីមានទូលំទូលាយតិចហើយនៅក្នុងទ្រុងនេះយើងអាចដាក់កូនចាប់ពី20ទៅ30ឬក៏40ឬក៏50កូនបានហើយយើងដាក់មេវាមួយទៅឲ្យមេវាបដើហ្នឹងហើយមេវាបដើហើយមេវាបដើហ្នឹងគឺបានន័យថាវាជួយកម្ដៅកូនមន់នៅពេលយប់ចឹងវាជួយក្រងកូនមន់កុំឲ្យកូនមន់ហ្នឹងខ្វះកម្ដៅបាទបើយើងមានលទ្ធភាពយើងអាចដាក់ពូកម្ដៅបន្ថែមទៀតបានណាតែចំពោះខ្ញុំនៅតំបន់ជនបទចឹងនៅឆ្ងាយរៀងភ្លើងតិចទៅហើយពីរទៀតវាដាក់ភ្លើងវាចុះគីឡូច្រើនដែរខ្ញុំក៏ដាក់មេវាមួយទៅឲ្យវាបដើទៅមកទ្រុងបាទមកទ្រុងដាក់មេវាបដើមួយទៅវាក្រងនាំកូនវាចាប់នាំស៊ីចំណីទៅផឹកទឹកទៅរត់លេងក្នុងទ្រុងហ្នឹងទៅបាទមើលទៅឃើញសុខភាពមន់ក៏វាល្អហ្មងបានន័យថាសុខភាពល្អមន់ហ្នឹងក៏មកឃ្លីវខ្លារត់ហក់លោតដោយកើតស៊ីចំណីបានអញ្ចឹងណាហ្នឹងបានន័យថាសុខភាពកូនមន់យើងល្អហើយបាទនេះជាចំណេះដឹងមួយបាទតចឹងយើងធ្វើទ្រុងយើងអាចធ្វើកម្ពស់ផឹកពីដី3ទឹកទៅកន្លះម៉ែត្រទៅតាមលទ្ធភាពរបស់យើងទៅណានេះទ្រុងរបស់ខ្ញុំទ្រុងខ្ញុំបាយពីឈើអាស័យហើយដាក់សំណាញ់ជាប់ទៀតទៅកុំឲ្យវាឈឺជើងបាទកូនមន់ហ្នឹងហើយទៅកុំឲ្យទីកុំឲ្យកូនមន់ធ្លាក់ទៅខំមើលចេញក្រៅទៅតែនេះសម្រាប់ខ្ញុំចឹងកូនមន់ខ្ញុំល្អទាំងអស់តបមកបាន3ទៅ4ថ្ងៃខ្ញុំចាប់ផ្ដើមបន្តវ៉ាក់សាំងវាខ្ញុំបន្តវ៉ាក់សាំងមុខខ្ញុំតបាន4មុខមានតាំងពីញូកាសមានតាំងពីកំប្រូក្នុងនោះមានវ៉ាក់សាំងម្ដងនេះមាន4មុខវ៉ាក់សាំងបន្តខ្ញុំតាចាក់ក៏មានដែរបាទហើយបន្តពីហ្នឹងមកទៀតយើងចាប់ផ្ដើមធ្វើវ៉ាក់សាំងអត់វាចឹងយើងធ្វើ3ដងទៅបានហើយមកយើងវាមិនងាយឈឺទេបើបានយើងធ្វើគ្រប់តែបើយើងធ្វើអត់គ្រប់ហើយការគ្រប់គ្រងកម្ដៅកូនមន់បានល្អកូនមន់មានសុខភាពល្អក៏យើងពិបាករស់ដែរធំឡើងបាទចឹងចាំមើលវគ្គបន្តទៀតខ្ញុំធ្វើពីវ៉ាក់សាំងអត់ម្ដងបង្ហាញបាទសូមអរគុណ